ពេលយើងជិះម៉ូតូយើងត្រូវពាក់អីពាក់មួកបងអូនមានមួកការពារនៅមានណាតែចាស់អូខេនឹងបងអូនឆ្លើយសំណួរត្រូវអីមានកដោឲ្យមួយអូខេអញ្ចឹងនេះកដោស្លាញ់អត់យើងត្រូវរួមគ្នាការពារអាយុជីវិតកុមារនៅលើដងផ្លូវហើយថ្ងៃនេះនៅខេត្តសៀមរាបខ្ញុំនឹងដើរចែកមួកតែក្មេងៗណាដែលមានមួកសុវត្ថិភាពក្រុមហ៊ុនអ៊ីនធឺណិតដ៏ធំមួយនៅក្នុងnetបានឲ្យមួកខ្ញុំឆ្លាតមែនតើឥឡូវនៅក្នុងឡានរបស់ខ្ញុំគឺតែបងកូនបងមានមួកការពារនៅមានមួយខាងក្រុមហ៊ុននៅក្នុង net គាត់បានមួកការពារខ្ញុំច្រើនអញ្ចឹងខ្ញុំចង់ជូនគាត់បានហើយបងបាទគាត់ច្រើនឥឡូវខ្ញុំទៅយកមួកគាត់សិនបាទអញ្ចឹងឥឡូវនេះខ្ញុំយកមួកគាត់តែខ្ញុំបានឲ្យទៅខាងស្លាយច្រើនបងប្អូនជូនមួកគាត់ម្នាក់មួយបាទដើម្បីការពារសុខភាពគាត់បាទគុណបងរត់ទៅយកអូនមកក្រោយបាត់ដៃអូនឈ្មោះអីវឌ្ឍនាស្លាយមួកនេះអូខេឥឡូវមកកូនយកមកអរគុណពូពូលឿនសួស្ដីអូនឈ្មោះអីថៃរតនាពីទូអូខេអូនចាំបានមួយនេះអត់អូខេអញ្ចឹងបងមានសំណួរមួយពាក្យមួយសុវត្ថិភាពសំខាន់ឬក៏អត់សំខាន់មិនបានសំខាន់កុំឲ្យមានរបួសអូខេអញ្ចឹងត្រូវហើយបានមួកមួយអូខេសាក់ពាក់មើលឥឡូវខ្ញុំចែកមួកអស់ហើយបងប្អូនតែខ្ញុំសមាធិសកម្មភាពពួកអីខ្ញុំមកម្នាក់ឯងគូនលើរបស់ខ្ញុំគាត់រវល់ដូចចឹងទៅខ្ញុំដើរចែកម្នាក់ឯងអញ្ចឹងខ្ញុំអត់សូវបានថតផ្នែកមកទេអូខេអញ្ចឹងដើម្បីជួយសង្គ្រោះជីវិតកុមារយើងត្រូវអភិវឌ្ឍពាក់មួកសុវត្ថិភាពសំខាន់មែនតើបងប្អូនហើយបើសិនជាយើងមានកូនបើសិនយើងទិញមួកសុវត្ថិភាពឲ្យកូនយើងមួយគឺដូចតែយើងបានចូលរួមជួយសង្គ្រោះជីវិតកុមារលើដងផ្លូវ